សិល្បៈដែលអាចកសាងទំនាក់ទំនងស្នេហាមួយប្រកបដោយសុភមង្គលទី1ផ្ដល់តម្លៃនិងការគោរពឲ្យគ្នាទទួលយកអ្វីដែលគេមានស្រឡាញ់ចំណុចខ្លាំងអត់អោនចំពោះចំណុចខ្សោយរបស់គេព្រោះនៅលើโลกនេះអត់មានអ្នកគេល្អឲ្យខ្ចោះនោះទេចេះផ្ដល់តម្លៃទៅលើការខិតខំទោះបីជារឿងនឹងរឿងតូចតាចយ៉ាងណាក៏ដោយក៏ត្រូវតែចេះប្រើពាក្យអរគុណឬក៏អូនឬក៏បងធ្វើបានល្អបំផុតដែរពាក្យសាមញ្ញប៉ុន្តែវាមានន័យសម្រាប់ដៃគូរបស់យើងទី2យល់ចិត្តនិងចេះស្ដាប់គ្នាធ្វើជាកន្លែងដែលមានសុវត្ថិភាពឲ្យគ្នានៅពេលដែលដៃគូរបស់យើងមានបញ្ហាឬក៏ហត់នឿយគ្រាន់តែអង្គុយស្ដាប់ទៅគឺបានហើយកុំទៅជេរឬក៏ស្ដីបន្ទោសថែមសួរសំណួរលើកទឹកចិត្តធ្វើការហត់អត់មានអីឲ្យជួយអត់ថ្ងៃហ្នឹងអារម្មណ៍មិនដែរទី3ការជឿជាក់និងការផ្ដល់សេរីភាពផ្ទាល់ខ្លួនឲ្យគ្នាកុំតាំងតែងពេកតែហាវាប្រៀបដូចជាការក្តាប់ខ្សាច់នៅក្នុងដៃនៅពេលដែលយើងក្តាប់កាន់តែខ្លាំងវាកាន់តែហូរទៅតាមចន្លោះដៃរបស់យើងជឿជាក់គ្នាបើសិនជាអត់ជឿជាក់គ្នាស្នេហានឹងក៏ពិបាកបន្តទៅមុខដែរទី4អាចរីកចម្រើនទៅជាមួយនឹងគ្នាគាំទ្រក្តីសម័យគ្នាស្នេហាដ៏ល្អបំផុតគឺជាការដែលចេះរុញច្រានគ្នាឲ្យកាន់តែល្អប្រសើរជាងមុនរៀនពីគ្នាទៅវិញទៅមកមនុស្សប្រុសនិងមនុស្សស្រីមានចំណុចខ្លាំងរៀងខ្លួនរៀនពីភាពហ្មត់ចត់របស់មនុស្សស្រីនិងរៀនពីភាពដាច់ខាតរបស់មនុស្សប្រុសដើម្បីបំពេញឲ្យគ្នាទី5ដោះស្រាយបញ្ហាដោយសន្តិវិធីប្រើពាក្យសម្ដីផ្អែមល្ហែមទោះបីជាខឹងគ្នាយ៉ាងណាក៏ដោយដល់ពេលដែលមានបញ្ហាផ្ដោតទៅលើការដោះស្រាយបញ្ហាមិនមែនផ្ដោតទៅលើការចង់យកឈ្នះចាញ់គ្នានោះទេ